បច្ចុប្បន្ននេះបើយើងរកខ្សែបម្រើកណ្ដាលដែលល្អអ្នកមកបានមួយចំនួនប្រកាសជានឹកឃើញដល់កីឡាករម្នាក់នៅ PSG ដែលគាត់កំពុងតែឡើងជើងខ្លាំងមែនទែននៅរដូវកាលនេះគឺវីទីញ៉ាហើយក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីប្រវត្តិរបស់គាត់ខ្លះហើយនិងសមត្ថភាពតាំងពីគាត់ចូលរួមជាមួយនឹង PSGមុខពេញរបស់គាត់គឺ Victor Mercado Florida ដែលយើងស្គាល់ថាជា វីទីញ៉ាគាត់កើតនៅឆ្នាំ 2000 ដែលមកទល់នឹងពេលបច្ចុប្បន្ននេះគឺគាត់មានអាយុ 25 ឆ្នាំហើយនៅប្រទេសប៉ូទុយហ្គាល់គាត់ចាប់ផ្ដើមលេងបាល់តាំងពីឆ្នាំ 2006-2007 នៅក្លឹបដំបូងរបស់គាត់គឺក្លឹប Desportivo das Aves បន្ទាប់មកគឺឆ្នាំ 2011 ដល់ 2019 គាត់ក៏បានចូលលេងនៅក្លឹប Porto ជាលក្ខណៈ Academy រហូតដល់ឆ្នាំ 2019-2020 ក៏បានចូលរួមជាលក្ខណៈឈុត B របស់ Porto ហើយឆ្នាំ 2020 នោះដែរគាត់ក៏បានចូលលេងជាលក្ខណៈឈុតធំរបស់ Porto ហើយនៅរដូវកាល 2020-2021 ក៏ត្រូវបានក្លឹប Wolverhampton មកប្រទេសអង់គ្លេសនឹងខ្ចីជើងមករដូវកាលតបមកទៀតក៏បានត្រឡប់មក Porto វិញនៅឆ្នាំ 2021-2022 ហើយក៏បានជួយឲ្យ Porto លើកពានលីហ្គពូលរបស់ប្រទេសប៉ូទុយហ្គាល់ផងដែរបន្ទាប់ពីបង្ហាញខ្លួនបានយ៉ាងល្អនៅឆ្នាំ 2022 PSG ក៏បានទិញគាត់ពី Porto ក្នុងតម្លៃខ្លួននោះ 41.5 លានយូរ៉ូហើយបន្ទាប់ពីពេលនេះគឺវីទីញ៉ាបានលេង3រដូវកាលហើយជាមួយនឹង PSG តែគាត់រកបាន14គ្រាប់ក្នុងនាមជាកីឡាករបម្រើកណ្ដាលហើយរយៈពេល3ឆ្នាំនេះគាត់ក៏បានជួយឲ្យ PSG លើកពីលីកអង់របស់ប្រទេសបារាំងនឹង3ដងជាប់គ្នាផងដែរហើយនឹងពានរង្វាន់ផ្សេងៗទៀតនៅប្រទេសបារាំងហើយបើយើងនិយាយអំពីឆ្នាំ 2025 នេះវីទីញ៉ាបានដើរតួយ៉ាងល្អក្នុងការដែលជួយឲ្យ PSG តែពានរង្វាន់ UEFA Champions League ជាលើកដំបូងរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រហើយក៏បានជួយឲ្យក្រុមជំនួយជាតិប៉ូទុយហ្គាល់របស់ខ្លួនលើកពាន Nations League ជាលើកទី2ផងដែរហើយពេលនេះគឺក្លឹបកំពុងតែបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup ដែលចំនួនដំបូងរបស់គាត់នោះគឺប៉ះជាមួយនឹងក្លឹបការ៉ាតេមកពីប្រទេសអេស្ប៉ាញឈ្នះក្នុងលទ្ធផល 4-0 ហើយវីទីញ៉ាក៏បានរកបានមួយគ្រាប់ផងដែរនៅក្នុងការប្រកួតនោះវីទីញ៉ាត្រូវបានគេសម្គាល់ថាជាកីឡាករម្នាក់ដែលមានបច្ចេកទេសក្នុងការលេងបាល់ឡើងល្អការចែកបាល់របស់គាត់នឹងច្បាស់ហើយឆ្លាតក្នុងការលេងមែនទែនហើយល្បឿនក្នុងការសម្រេចចិត្តរបស់គាត់ក្នុងការបញ្ជូនបាល់ក្នុងការតែសុទ្ធក្នុងការតែប៉ាសេនោះគឺកាន់តែល្អទៀតអូខេអរហើយនេះជាវីដេអូញ៉ាំពីខ្លះៗអំពីកីឡាករវីទីញ៉ាសង្ឃឹមថាអ្នកទាំងគ្នាចូលចិត្តអរគុណដល់អ្នកជួបគ្នាវីដេអូក្រោយ